ទម្លាប់ពេលមនុស្សចាស់ទៅគួរធ្វើដូចម្តេចគឺមានន័យថាតើយើងគួររស់នៅឬប្រព្រឹត្តខ្លួនយ៉ាងដូចម្តេចនៅពេលអាយុចាស់ឡើងខាងក្រោមនេះជាទម្លាប់ល្អដែលគេណែនាំឲ្យមនុស្សចាស់ធ្វើដើម្បីឲ្យជីវិតមានសុខសាន្តនិងមានន័យ 1. ថែទាំសុខភាពរាងកាយធ្វើលំហាត់ប្រាណសម្រម្យជារៀងរាល់ថ្ងៃដើរលំហែធ្វើយូហ្គាឬហាត់ដង្ហើមបរិភោគអាហារដែលមានសារជាតិចិញ្ចឹមនិងកាត់បន្ថយអាហារផ្អែមឬប្រៃពេកពិនិត្យសុខភាពជាប្រចាំ 2. ថែទាំសុខភាពផ្លូវចិត្តរកសកម្មភាពដែលធ្វើឲ្យមានអារម្មណ៍រីករាយដូចជាអានសៀវភៅសរសេរពាក្យឬចូលរួមសកម្មភាពសង្គមកុំដាច់ខ្លួនពីគ្រួសារឬមិត្តភក្តិរៀនទទួលយកការផ្លាស់ទម្លាប់ពេលមនុស្សចាស់ទៅគួរធ្វើដូចម្តេចគឺមានន័យថាតើយើងគួររស់នៅឬប្រព្រឹត្តខ្លួនយ៉ាងដូចម្តេចនៅពេលអាយុចាស់ឡើងខាងក្រោមនេះជាទម្លាប់ល្អដែលគេណែនាំឲ្យមនុស្សចាស់ធ្វើដើម្បីឲ្យជីវិតមានសុខសាន្តនិងមានន័យ 1. ថែទាំសុខភាពរាងកាយធ្វើលំហាត់ប្រាណសម្រម្យជារៀងរាល់ថ្ងៃដើរលំហែធ្វើយូហ្គាឬហាត់ដង្ហើមបរិភោគអាហារដែលមានសារជាតិចិញ្ចឹមនិងកាត់បន្ថយអាហារផ្អែមឬប្រៃពេកពិនិត្យសុខភាពជាប្រចាំ 2.